លោកសំរិទ្ធិពងលើកឡើងថាសាសានុសិស្សវិទ្យាល័យព្រះសុរាម្រិតនឹងយល់ច្បាស់ពីគុណតម្លៃអូឡ িম্প ិកបន្ទាប់ពីពួកគេបានចូលរួមកម្មវិធីផ្សព្វផ្សាយអំពីគុណតម្លៃអូឡ িম্প ិករបស់គណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា នៅថ្ងៃទី17ខែធ្នូឆ្នាំ2025គណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបានបន្តចុះរៀបចំកម្មវិធីអប់រំនិងផ្សព្វផ្សាយអំពីគុណតម្លៃអូឡ িম্প ិកឆ្នាំ2025ដល់សាលាវិទ្យាល័យព្រះសុរាម្រិតខេត្តកំពង់ឆ្នាំងដោយមានសិស្សានុសិស្សប្រមាណជាង120នាក់ចូលរួមលោកសោមរិទ្ធិពងគ្រូឧទ្ទេសក្នុងកម្មវិធីផ្សព្វផ្សាយអំពីគុណតម្លៃអូឡ িম্প ិកបានលើកឡើងថាសិស្សានុសិស្សជាង120នាក់នឹងយល់ច្បាស់អំពីគុណតម្លៃអូឡ িম্প ិកបន្ទាប់ពីពួកគេបានចូលរួមវគ្គសិក្សាផ្សព្វផ្សាយអំពីគុណតម្លៃអូឡ িম্প ិករបស់គណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាក្នុងថ្ងៃនេះជំរាបសួរខ្ញុំបាទឈ្មោះសំសិទ្ធិពងជាមន្ត្រីនៃគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាហើយក៏ជាគ្រូឧទ្ទេសនៅក្នុងវគ្គកម្មវិធីសិក្សាអប់រំគុណតម្លៃអូឡ িম্প ិកក្នុងថ្ងៃនេះផងដែរវិទ្យាល័យព្រះសុរាម្រិតក្នុងខេត្តកំពង់ឆ្នាំងនេះផងដែរហើយថ្ងៃនេះគឺគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាយើងបានបង្រៀនអំពីគុណតម្លៃនៃចលនាអូឡ িম্প ិកអន្តរជាតិមកដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រះសុរាម្រិតនេះដោយយើងបានលើកយកនៅគុណតម្លៃស្នូលដ៏សំខាន់ទាំង3របស់ចលនាអូឡ িম্প ិកផ្សព្វផ្សាយទៅដល់ពួកគាត់ដើម្បីឲ្យពួកគាត់អាចស្វែងយល់អ្វីទៅគឺជាគុណតម្លៃនៃអូឡ িম্প ិកហើយគុណតម្លៃស្នូលទាំង3គឺឧត្តមភាពមិត្តភាពនិងការគោរពនេះគឺមិនត្រឹមតែមាននៅក្នុងកីឡាទេប៉ុន្តែវាក៏ជាគុណតម្លៃស្នូលដែលពួកគាត់អាចយកមកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ដែលជាសិស្សានុសិស្សផងដែរបាទតាមអ្វីដែលខ្ញុំបានបង្រៀនក៏ដូចជាសង្កេតឃើញពីសិស្សានុសិស្សនៅក្នុងថ្ងៃនេះដែលមានអ្នកចូលរួមប្រមាណជា120នាក់គឺពួកគាត់ពិតជាទទួលបាននៅចំណេះដឹងជាច្រើនអំពីគុណតម្លៃអូឡ িম্প ិកហើយពួកគាត់បានស្វែងយល់អ្វីទៅគឺជាព្រឹត្តិការណ៍ប្រកួតកីឡាអូឡ িম্প ិកដែលមានប្រវត្តិតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នបាទដែលជាអូឡ িম্প ិកសម័យទំនើបព្រឹត្តិការណ៍អូឡ িম্প ិកនេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំដែលរៀបចំរៀងរាល់4ឆ្នាំម្ដងហើយក៏ជាព្រឹត្តិការណ៍ដែលអាចឲ្យអត្តពលិកល្អៗជាមួយពិភពលោកមកចូលរួមការប្រកួតហើយពួកគាត់ក៏មានការសាទរដល់គណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាដែលបានផ្ដល់ឱកាសឲ្យពួកគាត់សិក្សាស្វែងយល់អំពីគុណតម្លៃនៃអូឡ িম্প ិកដោយសារយើងបានដឹងច្បាស់ហើយថានៅក្នុងប្រជាជាតិកម្ពុជាយើងគុណតម្លៃអូឡ িম্প ិកគឺមិនទាន់ជាទូលំទូលាយណាស់ទេដូច្នេះទើបគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាយើងនេះខិតខំប្រឹងប្រែងដោយជាយាមបង្កើតវគ្គសិក្សាអំពីគុណតម្លៃអូឡ িম্প ិកនេះបាទ